តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមាន់បានចូលរួមនៅក្នុងចំណោមសត្វទាំងឆ្នាំទាំង12ហើយហេតុអ្វីបានជាមាន់គោកតែងតែរងាវនៅពេលព្រឹកព្រលឹមដើម្បីដាស់ព្រះអាទិត្យឲ្យរះឡើងតាមរឿងព្រេងបុរាណបានដំណាលថានៅលើឋានសួគ៌កាលពីដើមឡើយមានព្រះអាទិត្យរហូតដល់ទៅ10ដួងពួកទ្រង់បានប្រតិបត្តិតាមព្រះរាជអង្គការរបស់ព្រះឥន្ទដោយផ្លាស់ប្ដូរវេនគ្នាយ៉ាងមានរបៀបរៀបរយដោយធ្វើការរួមជាមួយព្រះច័ន្ទដើម្បីផ្លាស់ប្ដូរវេនថ្ងៃនិងយប់នៅលើលោកីកាណោះមនុស្សលោកមានជីវភាពរស់នៅដោយសុខសាន្តព្រឹកឡើងចេញទៅធ្វើស្រែចម្ការល្ងាចឡើងត្រឡប់មកផ្ទះវិញប៉ុន្តែនៅថ្ងៃមួយព្រះអាទិត្យមួយដួងស្រាប់តែកេងត្រមុកមិនព្រមក្រោកពីដំណេកហើយបានរអ៊ូតមថាជីវិតបែបនេះគួរឲ្យធុញទ្រាន់ណាស់រាល់ថ្ងៃត្រូវនៅតែលើមេឃធ្វើការមិនបានកម្រាក់ខ្លួនសូម្បីតែពេលយប់ក៏មិនបានដើរលេងដែររហូតធ្វើឲ្យយើងខកខានកម្មវិធីជប់លៀងថ្ងៃកំណើតរបស់នាងឆាងអ៊ឺទេពអប្សរព្រះច័ន្ទទៀតព្រះអាទិត្យដតេទៀតកាលបើបាននៅដូច្នេះក៏កើតសេចក្តីមិនពេញចិត្តដូចគ្នាពួកទ្រង់ក៏បានពិភាក្សាគ្នាហើយសម្រេចចិត្តបោះបង់ភារកិច្ចរួចនាំគ្នាទៅដើរលេងកម្សាន្តដោយអាងខ្លួនជាបុត្រារបស់ស្ដេចស៊ូកូមានឋានៈខ្ពង់ខ្ពស់ប៉ុន្តែមានចរិតឆេវឆាវពួកទ្រង់ទាំង10ដួងបានរួមសម្លេងគ្នាបញ្ចេញពន្លឺនិងកម្ដៅយ៉ាងសាហាវខូខើមកលើផែនដីប្រៀបដូចជាភ្នំភ្លើងដ៏ធំសម្បើមចំនួន10ដុតកម្ដៅផែនដី24ម៉ោងលើ24ម៉ោងមិនមានលហែពេលវេលាកន្លងផុតទៅរុក្ខជាតិនិងដំណាំផ្សេងក៏ចាប់ផ្ដើមស្វិតស្រពោនបឹងបួទន្លេស្ទឹងប្រែជាហួតហែងមនុស្សម្នាធ្ងោស្រែកដោយក្តីវេទនាសត្វធាតុទាំងឡាយស្រែកទឹកស្លាប់នៅចំពោះមុខសូម្បីតែគោចាស់ក៏ក្តៅរហូតដល់មិនអាចព្យួររស់កើតដែរក្នុងពេលជាមួយគ្នានោះដែរលោកតាជេងមេប្រឡងសត្វរិស័យកំពុងតែជ្រើសរើសសត្វសម្រាប់តំណាងឆ្នាំទាំង12សត្វទាំងឡាយបានដណ្ដើមគ្នាដើម្បីទទួលបានតំណែងនេះទើបតាជេងបានដាក់លក្ខខណ្ឌដ៏លំបាកមួយថាសត្វណាដែលអាចកម្ចាត់ឬដេញព្រះអាទិត្យទាំង9ដួងដែលកំពុងបង្កវិនាសកម្មចេញបានសត្វនោះនឹងទទួលបានសិទ្ធិចូលរួមនៅក្នុង12រិស័យប៉ុន្តែនៅពេលប្រឈមមុខនឹងភារកិច្ចដ៏គ្រោះថ្នាក់បែបនេះគ្មានសត្វណាមួយក្លាហានហ៊ានអាសាឡើយភ្លាមនោះសត្វមនកុកកុងជីដែលជាសត្វមានចិត្តក្លាហានបានឈានជើងចេញមកហើយស្ម័គ្រចិត្តទៅជួយសង្គ្រោះប្រជាភារកិច្ចដំបូងដែលវាត្រូវធ្វើគឺការហោះឡើងទៅកាន់ព្រះបរមរាជវាំងសួគ៌ដើម្បីដាក់ពាក្យបណ្ដឹងថ្វាយស្ដេចសួគ៌ចៃដនពេលនោះមរហេសេស៊ូហ្វាំងមូកំពុងរៀបចំពិធីជប់លៀងផ្លែពេះទឹកដោយមានការអញ្ជើញពួកទេវតាយ៉ាងច្រើនសន្ធឹកសន្ធាប់មកចូលរួមយ៉ាងសប្បាយរីករាយស្រាប់តែមានសម្លេងស្រែករងាវយ៉ាងខ្លាំងចេញពីខាងក្រៅព្រះរាជវាំងថាគឺខ្ញុំពួកទ្រង់កំពុងតែស្ដាប់តន្ត្រីរាំរបាំរស់នៅយ៉ាងស៊ីវិល័យនិងខ្ជិះខ្ជីនៅទីនេះដោយមិនខ្វល់ខ្វាយពីជីវិតសត្វលោកនៅលើផែនដីតតែសោះខ្ញុំមកទីនេះដើម្បីសុំក្តីយុត្តិធម៌តែស្ដេចសួគ៌ដែលប្រកបដោយក្តីមេត្តាករុណាឯណាទៅហេតុអ្វីបានជាគ្មាននរណាម្នាក់នៅលើឋានសួគ៌នឹងមនុស្សលោកលើកដំកើងទ្រង់ទៀតស្ដេចសួគ៌ខឹងសម្បាយ៉ាងខ្លាំងហើយស្រែកថាអាមន់គុកចង្រៃឯងនិយាយភូតភរនិយាយផ្ដេសផ្ដាសអាម៉ាតនាំអាមន់នេះទៅប្រហារជីវិតភ្លាមសំណាងល្អនៅក្នុងខណៈពេលដ៏សំខាន់នោះលោកតាជេងបានយាងមកដល់ទាន់ពេលវេលាលោកតាជេងបានមានបន្ទូលថាមនុស្សទូទៅតែនិយាយថាតាមឋានសួគ៌មានយុត្តិធម៌ប៉ុន្តែអ្នកណាទៅដឹងថាពួកទ្រង់មិនចេះបែងចែកខុសត្រូវសូម្បីតែពាក្យសម្ដីក៏មិនទុកឲ្យគេនិយាយឲ្យចប់ផងតើមានយុត្តិធម៌ស្អីទៀតដែលត្រូវនិយាយនោះនិយាយរួចលោកតាជេងក៏ត្រៀមនាំមាន់គុកចាក់ចេញទៅនៅពេលបានឮសម្ដីប្រមាថបែបនេះស្ដេចស៊ូខឹងរហូតដល់ស្ទុះឈរភ្លាមហើយសួរថាតើមាន់គុកចង់មកប្តឹងរឿងអ្វីមាន់គុកក៏បានទូលថាគឺព្រះរាជបុត្រាព្រះអាទិត្យទាំង10ដួងរបស់ទ្រង់ពួកទ្រង់មិនខ្វល់ពីជីវិតនិងសេចក្តីស្លាប់របស់សត្វលោកឡើយដោយបានបង្កភាពវឹកវរនៅលើមេឃជារៀងរាល់ថ្ងៃព្រះអាទិត្យទាំង10ដួងមិនបែងចែកយប់ថ្ងៃបង្កភាពវឹកវរមិនឈប់ឈរធ្វើឲ្យដំណាំស្វិតស្រពោនខូចខាតអគិភ័យឆេះព្រៃឈើគ្មានសល់ប្រសិនបើនៅតែបែបនេះទៀតតើឲ្យធ្វើស្រែចម្ការយ៉ាងណាសូមស្ដេចស៊ូក្រមេតាជួយវិនិច្ឆ័យឲ្យដាច់ស្រឡះផងនៅពេលស្ដេចស៊ូក៏បានឮដូច្នេះទ្រង់ក៏បញ្ជាឲ្យគេទៅកោះហៅព្រះអាទិត្យទាំង10ដួងមកជួបភ្លាមប៉ុន្តែរស្មីពន្លឺនៃកុមារខើខូចទាំងនោះចែងចាំងខ្លាំងពេករហូតធ្វើឲ្យសំបីតែភ្នែករបស់មហេសីស៊ូស្ទើរតែពីការមើលអ្វីមិនឃើញដោយអស់ជម្រៅស្ដេចស៊ូក៏បង្ខំឲ្យពួកទ្រង់ពាក់មួកដើម្បីចូលមកម្ដងទៀតប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មិនអាចបិទបាំងកម្ដៅដែលពួកទ្រង់បញ្ចេញមកបានដែរមិនយូរប៉ុន្មានទេវតាទាំងអស់នៅក្នុងពិធីជប់លៀងត្រូវកម្ដៅដុតរហូតដល់ញើសហូរស្រក់ពេញក្បាលឃើញដូចនោះស្ដេចស៊ូក៏ភ្ញាក់រលឹកថាបុត្រារបស់ទ្រង់បានបង្កកំហុសឆ្គងយ៉ាងធំធេងមែនទ្រង់ក៏ប្រញាប់ដាក់ទោសពួកគេឲ្យត្រឡប់ទៅពិចារណាកំហុសនិងហាមមិនឲ្យចេញមកបង្កភាពវឹកវរទៀតឡើយបន្ទាប់ពីព្រះអាទិត្យទាំងឡាយបានសុំទោសអ្នករាល់គ្នាពួកទ្រង់ក៏ត្រូវគេឃុំឃាំងទុកនៅលើដើមឈើហ្វូសាំងដើម្បីសព្វថ្ងៃសម្រួលកំហុសដើមឡើយមនុស្សលោកគិតថាជីវិតនឹងបានល្អប្រសើរឡើងវិញបន្ទាប់ពីនេះប៉ុន្តែនៅពេលអ្នកទាំងពីរតាជេងនិងមាន់គុកត្រឡប់មកកាន់ផែនដីវិញស្រាប់តែប្រទះឃើញថាបរិស្ថានជុំវិញប្រែជាងឹតសូន្យឲ្យឈឹងសត្វទាំងឡាយត្រូវការទៀននិងឈ្មោះដើរដោយសារតែនៅលើមេឃគ្មានព្រះអាទិត្យផែនដីក៏បានប្រែជាកន្លែងត្រជាក់ស្រេកនិងងឹតស្លុបមនុស្សម្នាមើលអ្វីមិនឃើញហើយក៏មិនអាចធ្វើការបង្កបង្កើនផលបានដែរសូម្បីតែស្មៅនិងដើមឈើក៏មិនអាចលូតលាស់បានទៀតដែរនៅពេលមាន់គុកបានឬនឹងឃើញបែបនេះវាមានអារម្មណ៍បន្ទោសខ្លួនឯងយ៉ាងខ្លាំងដោយគិតថាជារឿងខុសឆ្គងរបស់ខ្លួនដែលធ្វើឲ្យស្ថានភាពប្រែជាបែបនេះដូច្នេះវាបានស្ម័គ្រចិត្តទៅសុំទោសពួកព្រះអាទិត្យដោយផ្ទាល់មិនយូរប៉ុន្មានអ្នកទាំងពីរបានទៅដល់ដើមហ្វូសាំងនៅឯសមុទ្រខាងកើតមាន់គុកបានដើរទៅគោះទ្វារបន្ទប់ព្រះអាទិត្យម្ដងមួយដោយសង្ឃឹមថាពួកទ្រង់នឹងចេញមកជួយធ្វើការខ្លះប៉ុន្តែព្រះអាទិត្យទាំងឡាយសុទ្ធតែខឹងសម្បាហើយមិនព្រមចេញមកឡើយមានតែព្រះអាទិត្យដួងដែលចូលចិត្តគេងទ្រមុំប៉ុណ្ណោះដែលនៅថ្ងៃនោះភ្ញាក់ពីព្រលឹមយ៉ាងលំបាកហើយបានជួបជាមួយមាន់គុកទ្រង់ក៏សួរថាមានការអ្វីមាន់គុកបានប្រញាប់ពន្យល់ពីបំណងនៃការមករបស់ខ្លួននៅពេលព្រះអាទិត្យបានឬក៏មានអារម្មណ៍ខុសឆ្គងដូចគ្នាទើបយល់ព្រមតាមការសុំប៉ុន្តែបញ្ហានៅត្រង់ថាតើនៅពេលព្រឹកព្រលឹមនរណានឹងមកដាស់ទ្រង់ដែលជាមនុស្សខ្ជិលច្រអូសបែបនេះមាន់គុកក៏បានស្ម័គ្រចិត្តទទួលខុសត្រូវលើភារកិច្ចនេះភ្លាមចាប់តាំងពីពេលនោះមកមាន់គុកតែងតែរត់ដាស់ព្រះអាទិត្យនៅរៀងរាល់ព្រឹកព្រលឹមដើម្បីដាស់ឲ្យព្រះអាទិត្យចេញទៅធ្វើការហើយពិភពលោកក៏បានត្រឡប់មកភ្លឺស្វាងសាជាថ្មីយ៉ាងណាមិញជីវិតប្រចាំថ្ងៃតាមរបៀបរៀបរយនេះមិនបានប្រព្រឹត្តទៅបានយូរប៉ុន្មានឡើយមានថ្ងៃមួយមាន់គុករត់យ៉ាងណាក៏ព្រះអាទិត្យមិនព្រមភ្ញាក់ដែរឃើញដូច្នេះវាខឹងយ៉ាងខ្លាំងហើយបានហោះទៅដល់មុខទ្វាររបស់ព្រះអាទិត្យភ្លាមវាបានបន្ទោសព្រះអាទិត្យថានិយាយហើយមិនរក្សាសន្យាសម្លេងរបស់វាសោះអស់ហើយប៉ុន្តែព្រះអាទិត្យនៅតែមិនព្រមចេញមក
នៅពេលនោះព្រះអាទិត្យបាននិយាយអឹមអៀមនឹងពន្យល់ថាមកពីមនុស្សនៅលើផែនដីសម្លឹងមើលមកយើងខ្លាំងពេកយើងមានអារម្មណ៍អៀនព្រានរហូតមិនហ៊ានចេញពីផ្ទះនៅពេលមាន់គោកបានឮដូច្នេះវាប្រញាប់ប្រគល់ថង់ម្ជុលប្រាក់មួយថង់ទៅឲ្យព្រះអាទិត្យរួចផ្ដាំថាប្រសិនបើមាននរណាម្នាក់ហ៊ានសម្លឹងមើលត្រង់ទៀតចូល5ចូលនៅក្នុងថង់នេះចាក់ភ្នែករបស់គេទៅចាប់តាំងពីពេលនោះមកគ្មាននរណាម្នាក់ហ៊ានសម្លឹងមើលព្រះអាទិត្យចំទៀតឡើយចំណែកឯសត្វមាន់គោកដែលមានភារកិច្ចមើលថែការរាឡើងនៃព្រះអាទិត្យក៏ទទួលបានកិត្តិយសឲ្យចូលរួមជាសត្វមួយក្នុងចំណោម12រាសីហើយថែមទាំងត្រូវបានគេលើកតម្កើងឲ្យក្លាយជាសញ្ញាណតំណាងនៃថាមពលយានយ៉ាងដ៏ខ្ពង់ខ្ពស់បំផុតផងដែរ